ជាសួស្តីដល់បងប្អូនពុកម៉ែដែលតែងតែនិយមតាមដានការថាធិបាយផ្សាយដែលខ្ញុំបាទកៅរ៉ាឌីចេញពី PKX ភ្លើងញូបងប្អូនណាតែគណៈស្មានេះមានបងប្អូនកម្មការនេះប្រមាណជា300នាក់ជាងកំពុងតែទុះការតវ៉ាដល់រោងចក្រសាននេះដែលស្ថិតនៅក្នុងតំបន់តៃសេង3បងប្អូនជាទីគោរពឥឡូវនេះបងប្អូនសូមមេត្តាជួយ share ដើម្បីបង្កើតព័ត៌មានទាំងអស់គ្នាឲ្យមន្ត្រីក៏ដូចជាក្រសួងណាមន្ត្រីការងារខេត្តស្វាយរៀងលោកមើលផងដោយសាររោងចក្រមួយនេះរំលោភបាត់សិទ្ធិពលកម្មក៏ដូចជាមិនបើកលុយឲ្យបងប្អូនកម្មការនេះនៅក្នុងរោងចក្រសាននេះបងប្អូនតោះឥឡូវជួបគាត់តើគាត់មានការផលិតកម្មគេផ្សេងណារឿងបាត់វានេះចង់និយាយថាគេបើកតែឯងក្នុងហើយអញ្ចឹងឲ្យគាត់បើកភ្លើគេអានេះវាខូចនេះឥឡូវចេះខ្ញុំគាត់តែជាអ្នកផ្សព្វផ្សាយទេអារឿងការបើកការអេស៊ីសិទ្ធរបស់បងប្អូនដែលជាអ្នកតវ៉ាណាបាទជាអ្នកតវ៉ាបាទបាត់ដើម្បីឲ្យតកែចេញមកបុកបកត្រៃជាមួយទាំងគោពីព្រោះផ្លូវបាត់តាផ្លូវបាទបងប្អូនជាទីគោរពឥឡូវនេះកំពុងតែហូរក៏ជ្រាវតែម្ដងដោយសារមានសម្លេងតវ៉ាពីបងប្អូនកម្មការនេះដែលគាត់ផ្ទុះការតវ៉ាបាទហើយនេះលើករូបថតពីណាគេនេះខ្មែរយើងដែរចិនដែរអូបងប្អូនអញ្ចឹងឯងអ្នកកេងកម្លាំងកម្មករយាយនឹងមកអីចូលយាយឲ្យមុខស្អាតណាអត់ស្អាតទេចាញ់ខ្លួនឯងទៀតទេឥឡូវមានកញ្ចាស់ទៀតហើយឥឡូវយើងទូការតវ៉ាទៅលើបញ្ហាអីគេអូនអញ្ចឹងអីនិយាយរៀបរាប់មិនអស់ទេនៅក្នុងម៉ោងនេះសំខាន់បំផុតគឺតកែចេញមកដោះស្រាយបាទបើមិនអញ្ចឹងទេបាត់លើនឹងទុកទល់ស្អែកអូខ្លាំងណាស់បងប្អូនជាទីគោរពឥឡូវនេះផ្ទុកសម្លេងការតវ៉ានេះមែនតើហើយសូមឲ្យបងប្អូនយើងទាំងអស់គ្នាមិនមែនម្ដងទេពេលវេលាចឹងឥឡូវតាមនោះមានទៀតអីនោះមានទៀតអីហើយយើងអាចចូលទៅក្នុងបានអត់ចុះមុខបានតោះឥឡូវចេះបងត្រាបានទេបងអងអាវនេះមិនសន្សុកណាឥឡូវចេះយើងឲ្យឡាននេះតែមួយសិនអីអត់ឲ្យទេឲ្យឡានគេតែមួយពីរសិនអីនេះដោយសារតែចេះវាកកសំងគេមានស្មងដែរចឹងបាត់ហើយស្មងនៅđâyមានđâyដំណោះស្រាយបាត់នេះគឺឡានផ្សេងបាទតោះឥឡូវចូលនេះបងប្អូនតោះមកទៅមើលមុខរោងចក្រទីមើលបាទបងប្អូនជាទីគោរពឥឡូវនេះបងប្អូនបាទ